ខ្ញុំប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះធរណុត្រៈគ្រប់ព្រះអង្គជាទីសក្ការៈបងប្អូនជនរួមជាតិជាទីស្រឡាញ់ថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំសូមថ្លែងតាមរយៈសារក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook ជូនប្រគេនជូនចំពោះបដិជគុណព្រះសង្ឃគ្រប់ព្រះអង្គនិងបងប្អូនជនរួមជាតិទី1ល្ងាចនេះថ្ងៃនេះខ្ញុំប្រកាសណាខ្ញុំនឹងធ្វើដំណើរចេញទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងតាមរយៈនៃការអញ្ជើញពីប្រធានាធិបតី François Hollande នៃសាធារណរដ្ឋបារាំងនៅទីនោះខ្ញុំប្រកាសណាខ្ញុំមានកិច្ចការមួយចំនួនដែលចាំបាច់ត្រូវធ្វើក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសាធារណរដ្ឋបារាំងដែលរួមមានទាំងការចរចាជាមួយប្រធានាធិបតីនិងការធ្វើការជាមួយនឹងមន្ត្រីរដ្ឋាភិបាលព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនបូកបន្ថែមដោយធ្វើការជាមួយនឹងបណ្ដាក្រុមហ៊ុនវិនិយោគនានានៃវិស័យឯកជនរបស់បារាំងនិងវិស័យឯកជនរបស់កម្ពុជាបន្ថែមពីលើនេះខ្ញុំប្រកាសណាខ្ញុំក៏នឹងត្រូវជួបបងប្អូនក្មួយនិស្សិតក៏ដូចជាប្រជាពលរដ្ឋសមាជិកាគណៈបព្វជិជនដែលកំពុងរស់នៅបារាំងបើគ្មានការប្រែប្រួលទេការជំនុំនោះនឹងធ្វើឡើងជាមួយនឹងប្រជាពលរដ្ឋបងប្អូននិស្សិតប្រជាជនប្រមាណជាង700នាក់ចំណុចទី2ដែលខ្ញុំប្រកាសណាខ្ញុំចង់ទូលប្រគេននិងជម្រាបជូនប្រជាពលរដ្ឋនៅក្នុងប្រជាណាចក្រកម្ពុជាក្តីនិងនៅក្នុងប្រទេសបារាំងក្តីព្រឹកមិញនេះជាការកប់ជូនដែលខ្ញុំប្រកាសណាខ្ញុំបានឃើញនៅក្នុងទំព័រ Facebook អំពីការថ្លែងរបស់និស្សិតរបស់យើងនៅប្រទេសបារាំងថាវិទ្យុផ្សាយសម្លេងមួយនៅទីនោះបានផ្សាយថាគេត្រូវប្រមូលនិស្សិតទាំងអស់មកជួបនឹងនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនសែនប្រសិនបើមិនមកទេគឺនឹងត្រូវផ្ដាច់អាហារូបករណ៍ខ្ញុំប្រកាសណាខ្ញុំហាក់ដូចជាមានការហួសចិត្តនិងមានការអៀនខ្មាស់ជំនួសក្រុមបកប្រឆាំងដែលអាចធ្វើទៅរួចអំពីការបោកប្រាស់ប្រជាពលរដ្ឋពាក់ព័ន្ធជាមួយនឹងការចូលរួមស្ដាប់ឬមិនចូលរួមស្ដាប់របស់និស្សិតប្រជាជនកម្ពុជានៅទីនោះជាទម្លាប់តាំងពីដើមរហូតដល់ចប់ខ្ញុំប្រកាសណាខ្ញុំមិនដែលបង្ខំអ្នកណាម្នាក់ឲ្យមកអង្គុយស្ដាប់ខ្ញុំប្រកាសណាខ្ញុំនោះទេអ្វីដែលខ្ញុំប្រកាសណាខ្ញុំសោកស្ដាយនៅត្រង់ថាតើអ្នកនយោបាយកម្ពុជាដល់ពេលណាទៀតបានបញ្ឈប់នៅទង្វើបោកប្រាស់បែបនេះខ្ញុំសូមផ្ដាំទៅចំពោះប្រជាពលរដ្ឋនៅប្រទេសបារាំងសូមផ្ដាំជាពិសេសចំពោះនិស្សិតនៅប្រទេសបារាំងក្មួយចង់អញ្ជើញឬមិនអញ្ជើញមកចូលរួមស្ដាប់គឺជាសិទ្ធិរបស់ក្មួយគ្មានអ្វីដែលជាការប៉ះពាល់នោះទេពិតជាមានសំណូមពរពីនិស្សិតពិតជាមានសំណូមពរពីសមាជិកាគណៈបព្វជិជនពិតជាមានសំណូមពរពីសំណាក់ប្រជាពលរដ្ឋនៅទីនោះទើបខ្ញុំប្រកាសណាខ្ញុំសម្រេចចិត្តទាំងហត់នឿយដើម្បីជួបប្រស្រ័យសួរសុខទុក្ខនិងវិភាគចែកជូននៅសភាពការក្នុងប្រទេស
ហេតុអ្វីបានជាបកប្រឆាំងហ៊ានធ្វើទង្វើបោកប្រាស់និងគំរាមទៅដល់ស្មារតីនិស្សិតថានឹងមានការកាត់ផ្តាច់អាហារូបករណ៍បើសិនជាមិនមកចូលរួមស្ដាប់ខ្ញុំប្រកាសណាខ្ញុំនោះទេខ្ញុំសូមអំពាវនាវចំពោះមេបកប្រឆាំងសូមមេត្តាបញ្ឈប់នៅទង្វើថោកទាបបែបនេះតទៅទៀតព្រោះវាគ្រប់គ្រាន់ណាស់ទៅហើយនៅទង្វើថោកទាបរបស់អស់លោកនេះដែលបានធ្វើចំពោះខ្ញុំចំពោះគណៈបកប្រជាជននិងចំពោះរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសង្ឃឹមថាអស់លោកពិតជាមានការអៀនខ្មាស់ខ្លះហើយមានវិចារណញ្ញាណគ្រប់គ្រាន់ដើម្បីធ្វើជាពលរដ្ឋកម្ពុជាដែលមានសច្ចធម៌ពិតប្រាកដ